គេថារកស៊ីទាំងពីរនាក់អាចចាក់ចេញពីម្ដុលបានប៉ុន្តែខ្ញុំរកស៊ីទាំងពីរនាក់ធ្វើការទាំងពីរនាក់ប៉ុន្តែនៅតែជាប់ផងទៅជាពាក់គេច្រើនលើសដែរតើបងប្អូនប្រមាណអ្នកដែលមានការងឿងឆ្ងល់ពីការងាររកស៊ីឬក៏ធ្វើការទាំងប្តីទាំងប្រពន្ធតែដូចជាយើងខ្ញុំលើកឡើងថាគិតថាទៅរកស៊ីទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធដើម្បីចាក់ចេញពីបំណុលបានតែជាក់ស្ដែងមានឯណាជាប់បំណុលកាន់តែច្រើនឡើងឥឡូវនឹងអស់សង្ឃឹមស្មុគស្មាញមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចនេះជាបញ្ហារបស់អ្នកទាំងអស់គ្នាមែនដែរទេបើសិនជាមែនសូមធ្វើការខមមិនប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងខ្ញុំនឹងតាក់ទងទៅនឹងនិយាយអំពីដំណើរការក្នុងការដោះស្រាយប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំបាទពួកយើងធ្លាប់ជាប់បំណុល$40000យើងបានយកលុយ$5000ទៅធ្វើម៉ាស៊ីនត្រជាក់លក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានពេជ្រសំរោងកែងកាកក្បាលក្រហមក្រុងតាខ្មៅនៅឆ្នាំ2015ប៉ុន្តែជាអកុសលអាជីវកម្មនោះអត់បានជោគជ័យទេក៏ខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញនៅឆ្នាំ2019យើងគាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកតែម្ដងបងប្អូនខ្ញុំគិតថាចាក់ចេញពីស្រុកកំណើតដោយសារតែខ្មាស់គេអញ្ចឹងយើងទៅធ្វើការជាពលករនៅក្នុងប្រទេសថៃហ្នឹងគិតថាចាំពេលមានបានចាំត្រឡប់មកវិញទៅប៉ុន្តែនៅពេលដែលបានទៅវាអត់ស្រួលដោយការគិតរបស់យើងទេអញ្ចឹងក៏យើងបានមកវិញនៅពេលដែលយើងបានមកវិញយើងក៏ជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000ដោយប្រើពេលត្រឹមតែមួយខែទេហើយមិនត្រឹមតែប៉ុណ្ណឹងជំរុញលើកទឹកចិត្តយើងឲ្យចងក្រងរូបមន្តទាំងអស់ធ្វើជាវគ្គសិក្សាធ្វើជាសភៅដើម្បីចែកចាយទៅដល់មនុស្សជាច្រើនបាទអញ្ចឹងបើបងប្អូនចង់ឃើញសម្ដីសាក់សីពិតតែពួកគាត់បានយកបទពិសោធន៍ក្បួនរបស់យើងទៅយកទៅមើលយកទៅធ្វើនោះបងប្អូនគ្រាន់តែចុចចូលទៅក្នុង link Telegram មួយដើម្បីស្ដាប់សាក់សីសម្ដីពិតរបស់ដែលយើងបានដាក់ជូនបានអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីថាទៅធ្វើការទាំងពីរអ្នកប្តីប្រពន្ធក្រែងលោដោះបំណុលបានលឿនហើយឬក៏ចាក់ចេញពីបំណុលបានអញ្ចឹងមានមនុស្សជាច្រើនដែលគិតបែបហ្នឹងថាការងារគឺជួយឲ្យយើងចាក់ចេញពីបំណុលបានបាទមានការងារច្រើនឬក៏មានមុខរបរច្រើនទាំងពីរអ្នកប្តីប្រពន្ធខំទាំងពីរអ្នកប្តីប្រពន្ធអាចចាក់ចេញពីបញ្ហានេះបានតែជាក់ស្ដែងធៀបពិតមិនមែនដូចអ្វីដែលយើងគិតនោះទេមានបញ្ហាមួយចំនួនការខំប្រឹងប្រែងទាំងប្តីទាំងប្រពន្ធមិនទាន់គ្រប់គ្រាន់ទេបាទពីព្រោះការខំប្រឹងប្រែងវាជាអន្ទាក់មួយធ្វើឲ្យយើងក្លាហានជាងមុនគេហៅថាចង់យកបំណុលច្រើនជាងមុនបាទព្រោះយើងមានបំណុលគឺមានសម្ពាធមួយគេហៅថាចង់យកលុយដោះលុយពីព្រោះពេលនោះគឺមានន័យថាតែកាលណាយើងជពាក់គេយើងចង់បានលុយហ្នឹងមែនណាបាទអញ្ចឹងតែកាលណាយើងចង់បានលុយយកលុយដោះលុយគឺមិនមែនជាផ្លូវមួយដែលធ្វើឲ្យយើងមានសេរីភាពទេអញ្ចឹងការយើងមានការងារច្រើនវាជារឿងមួយដែលធ្វើឲ្យយើងគិតថាយកទៅឥឡូវយើងមានចំណូល2 3ហើយអញ្ចឹងវាមិនអីទេព្រោះពីមុនចំណូលតែមួយឬពីមុនយើងអត់មានចំណូលផងអញ្ចឹងយើងខ្លាចអីក្នុងការយកបាទចំណូលគឺមិនមែនជាផ្លូវដែលយើងចេញពីបំណុលបានទេគឺចិត្តសាស្ត្ររបៀបគិតរបៀបធ្វើទេដែលអាចចាក់ចេញពីបំណុលបានបើសិនជាបងប្អូនចាក់ចេញពីបំណុលបានដោយសារតែចំណូលឬក៏ការធ្វើកិច្ចការងារមិនមែនបងប្អូនជាប់គាំងទេបាទបងប្អូនមើលទៅបាទអញ្ចឹងនេះគឺជាលទ្ធផលមួយដែលបងប្អូនចង់ទទួលស្គាល់មិនទទួលវាជាការពិតអញ្ចឹងបើសិនជាបងប្អូនត្រូវការបងប្អូនចង់ដឹងថាបទពិសោធន៍របស់ខ្ញុំយ៉ាងម៉េចបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ096 6 3ដើម008គុតយើងមានក្បួនរូបមន្តទាំងអស់ហ្នឹងអញ្ចឹងអរគុណច្រើនជម្រាបលាកុំអស់សង្ឃឹមរឿងបំណុលយើងអាចជួយបាន